មកក្រុមហ៊ុនមកគាត់ថតអាផលិតផលដែលគេ display ហ្នឹងគាត់អាចយកទៅផុសអញ្ចឹងក៏អាចលក់បានអត់ចាំបាច់ថាអូគាត់ត្រូវកាត់ stock បានគាត់មានអីវ៉ាន់ថតផុសថត live ថតលក់ថតចែកចាយអញ្ចឹងបើខ្ញុំតែងតែ recommend ថាបើសិនជាអត់មានដើមទុនទេមកធ្វើ autometer វាស្រួលជាងអត់ចាំបាច់ចំណាយដើមទុនអីញ៉ៃទេជាទូទៅក្រុមហ៊ុនបណ្ដាញដែលខ្ញុំធ្លាប់ចូលរួមពេលដែលយើងចោះឈ្មោះក្នុងការធ្វើចំនួនយើងត្រូវទិញកញ្ចប់វិនិយោគមានកញ្ចប់តូចកញ្ចប់មធ្យមកញ្ចប់ធំ silver gold platinum VIP អញ្ចឹងណាអញ្ចឹងបើសិនជាយើងចង់ធ្វើលក្ខណៈខ្នាតធំតើយើងទិញកញ្ចប់ធំយើងស៊ីបានច្រើនជាន់ច្រើន level ឬក៏យើងបានគេហៅថាអត្ថប្រយោជន៍នឹងច្រើនដប់អីចឹងទៅតែសម្រាប់ Atomy គឺគេបើកឱកាសសម្រាប់អ្នកដែលអត់ចាំបាច់ត្រូវការដើមទុនច្រើនអ្នកល្មមគឺគាត់អាចចូលរួមជាមួយ Atomy បានដោយសារលក្ខខណ្ឌគឺបើកចំហចោះឈ្មោះអត់អស់លុយអត់ទិញកញ្ចប់អត់មានបិទ